ខ្ញុំជឿថាមិនមែនខ្ញុំទេដែលគេដូចតែគេដែរតែបានប្រាក់ខែដំបូងមានអារម្មណ៍ថាយើងសប្បាយល្អខ្លាំងមែនតើដោយសារតែវានិយាយថាយើងអត់ដែលមានការងារធ្វើអញ្ចឹងដល់ពេលដែលយើងមានការងារធ្វើហើយយើងទទួលបានប្រាក់ចំណូលទៀតហើយវាជាសមត្ថភាពរបស់ខ្លួនឯងទៀតមានអារម្មណ៍ថាវាសប្បាយចិត្តខ្លាំងមែនតើដោយសារយើងបានលុយហ្នឹងមកហើយយើងអាចជួយសម្រួលបន្ទប់អ្នកផ្ទះយើងដែរកុំឲ្យគាត់ពិបាកផ្ញើមកឲ្យយើងលើយើងច្រើនពេកតែជំនាញអីក៏អាចរកប្រាក់ចំណូលបានច្រើនដែរវាអាស្រ័យទៅលើយើងនោះអ្នកបុគ្គលម្នាក់ថាគាត់មាន talent អីគេក្នុងការធ្វើការងារហ្នឹងបើសិនជាគាត់ចេះច្រើនគាត់អាចធ្វើការងារបានច្រើនតែចំណូលគាត់ក៏ល្អទៅតាមហ្នឹងដែរវាមិនអាស្រ័យថាការងារហ្នឹងត្រូវតែបានប្រាក់ខែច្រើនតែបើសិនជាគាត់អត់ចេះផងតែគាត់អាចបានប្រាក់ខែច្រើនមកពីណាជំរាបសួរទស្សនិកជនទាំងអស់គ្នាស្វាគមន៍មកកាន់ podcast design episode ទី10អញ្ចឹងដូចតែសពមួយដងអញ្ចឹងយើងតែងតែមានសំណួរសួរទៅកាន់គេទៅវិញមកតាមរយៈបទពិសោធន៍យើងរៀងខ្លួននិងការយល់ដឹងរបស់យើងម្នាក់ៗហ្នឹងហើយអញ្ចឹងថ្ងៃនេះក៏អត់ខុសពីរាល់ដងដែរគឺយើងតែងតែមានដៃគូម្នាក់ហើយជំរាបសួរបងខ្ញុំសួរសប្បាយបងខ្ញុំសុខសប្បាយធម្មតាទស្សនៈបងខ្ញុំធម្មតាគ្នាបងយើងចូលដល់សំណួរយើងហ្មងណាអញ្ចឹងសម្រាប់សំណួរទី4ខ្ញុំចង់សួរបងថាតើបងធ្លាប់ធ្វើការងារហើយតើបងទទួលប្រាក់ចំណូលដំបូងហ្នឹងដោយរបៀបណាដែរសម្រាប់ខ្ញុំធ្លាប់ធ្វើការដំបូងខ្ញុំធ្លាប់ធ្វើការដែរតែមិនមែនថាជាការងារត្រូវជំនាញខ្ញុំហ្មងឯងគឺរបៀបថាពេលនោះយើងទើបតែមកនៅពេញណាមួយយើងគាត់ថាយើងធ្វើការដើម្បីយើងរកប្រាក់ដើម្បីគឺថាឲ្យខ្លួនឯងជួយសម្រួលអ្នកផ្ទះសម្រាប់បង់បន្ទប់បង់អីអញ្ចឹងណាហើយសម្រាប់ការងារដែលខ្ញុំធ្វើដំបូងហ្នឹងគឺខ្ញុំធ្វើនៅ gym ឯងខ្ញុំធ្វើជា cashier ឯងយ៉ាខ្ញុំធ្វើរបៀបថាដូចខ្ញុំនិយាយចឹងគឺពេលហ្នឹងអត់ទាន់ធ្វើការត្រូវជំនាញទេដោយសារតែយើងធ្វើហ្នឹងដើម្បីគ្រាន់តែយើងត្រូវការលុយអីចឹងសិនឯងចុះសម្រាប់បងសម្រាប់ខ្ញុំរកប្រាក់ចំណូលដំបូងពីការងារដែលខ្ញុំធ្វើហ្នឹងវាមិនមែនជាការងារ design ដែលខ្ញុំរៀនសប្តាហ៍ទេវាជាការងារបែបលក្ខណៈ intern ហើយនិង customer service agency អញ្ចឹងទៅហ្នឹងខ្ញុំធ្វើការជាមួយនឹងខាងសាលាហើយនិងខាងក្រុមហ៊ុនមួយផ្សេងទៀតអញ្ចឹងណាហ្នឹងដែលខ្ញុំរកប្រាក់ចំណូលបានខ្ញុំវាមិនបានច្រើនប៉ុន្មានតែវាជាការងារទី1ហើយប្រាក់ចំណូលទី1ដែលយើងរកបានអញ្ចឹងគឺសប្បាយចិត្តគេអញ្ចឹងចូលដល់សំណួរទី2ចង់សួរបងថាតើបន្ទាប់ពីបងធ្វើការហើយបងទទួលបានប្រាក់ចំណូលដំបូងបែបហ្នឹងតើបងមានអារម្មណ៍បែបណាដែរខ្ញុំជឿថាមិនមែនតែខ្ញុំទេដែលគេដូចតែគេដែរតែបានប្រាក់ខែដំបូងមានអារម្មណ៍ថាយើងសប្បាយល្អខ្លាំងមែនតើដោយសារតែវានិយាយថាយើងអត់ដែលមានការងារធ្វើអញ្ចឹងដល់ពេលដែលយើងមានការងារធ្វើហើយយើងទទួលបានប្រាក់ចំណូលទៀតហើយវាជាសមត្ថភាពរបស់ខ្លួនឯងទៀតមានអារម្មណ៍ថាវាសប្បាយចិត្តខ្លាំងមែនតើដោយសារតែថាយើងបានលុយហ្នឹងមកហើយយើងអាចជួយសម្រួលបន្ទប់អ្នកផ្ទះយើងដែរកុំឲ្យគាត់ពិបាកផ្ញើមកឲ្យយើងលើយើងច្រើនពេកតែអញ្ចឹងចុះសម្រាប់បងវិញបងមានអារម្មណ៍បែបណាបងអារម្មណ៍ខ្ញុំក៏អត់ខុសពីបងដែរជាធម្មតាយើងបានប្រាក់ខែដំបូងគឺសប្បាយចិត្តមែនតើដោយសារតែយើងអាចរកលុយខ្លួនឯងបានអញ្ចឹងណាអញ្ចឹងអារម្មណ៍ពេលហ្នឹងគឺលក្ខណៈដូចយើងរៀងមានភាពឯករាជ្យជាងមុនបន្តិចដោយសារយើងអាចរកលុយខ្លួនឯងបានដែលអត់ចាំបាច់សុំលុយមកឯងអញ្ចឹងទៅតែឥឡូវក៏នៅតែសុំពីគាត់តិចតួចដែរព្រោះយើងអត់ទាន់បញ្ចប់អញ្ចឹងណាអញ្ចឹងសង្ឃឹមថាថ្ងៃមុខទៀតយើងនឹងមានការងារល្អៗទៀតអូខេអញ្ចឹងសម្រាប់សំណួរទី3តើបងមិញបងថាបងធ្វើការនៅ gym ត្រូវអត់តើបងចាំឬក៏ស្គាល់ client ដំបូងបងនៅចាំដល់ឥឡូវសម្រាប់ខ្ញុំទៅចាំគាត់ដល់ឥឡូវហ្មងដោយសារតែគាត់ជាមនុស្សដែលមានចរិតល្អជាមួយមិនថាជាមួយខ្ញុំឬក៏ជាមួយបុគ្គលិកផ្សេងគេគឺគាត់មានអាកប្បកិរិយាល្អខ្លាំងមែនទែនអញ្ចឹងតែយើងមានអារម្មណ៍ថាយើងធ្វើការនៅនឹងដោយផាសុកភាពវាមានអារម្មណ៍ថាយើងធ្វើការទាំងសប្បាយចិត្តអត់មានភាព stress អត់មានភាពអីអញ្ចឹងណាកន្លែងធ្វើការមួយមិនមែនចាំតែថាបើសិនជាអត់មានបុគ្គលិកគ្នាឯងឬមួយក៏អត់មានមេ manager អីមានអាកប្បកិរិយាល្អក៏យើងអាចនៅយូរបានដែរអញ្ចឹងចុះសម្រាប់បងវិញសម្រាប់ខ្ញុំធ្លាប់ធ្វើការលក្ខណៈ intern ហើយជា customer service អញ្ចឹងវាជួប client ឬក៏ជួបមនុស្សអីគឺច្រើនមែនតើហើយផ្លាស់ប្ដូរអារម្មណ៍ឬក៏ការស្គាល់បទពិសោធន៍ដែលស្គាល់មនុស្សច្រើនណាគឺផ្លាស់ប្ដូរអារម្មណ៍រហូតហ្មងហើយក៏ចងចាំពួកគាត់ដែរតែជួបម្នាក់នេះអញ្ចឹងមនុស្សគាត់បាននេះដល់ពេលជួបម្នាក់ទៀតមនុស្សគាត់បាននេះអញ្ចឹងណាពេលជួបច្រើនទៅអារម្មណ៍ដែលយើងចងចាំគាត់គឺចងចាំដល់ឥឡូវហើយគឺផ្លាស់ប្ដូររហូតព្រោះយើងជួបមនុស្សបានច្រើនហ្នឹងហើយអញ្ចឹងនៅមានសំណួរមួយទៀតខ្ញុំចង់សួរគាត់ថាតើបងកំណត់តម្លៃការងាររបស់បងយ៉ាងដូចម្តេចដែរសម្រាប់ខ្ញុំអត់អាចសឹងថាខ្ញុំថាយើងអត់អាចកំណត់ខ្លួនឯងបានទេព្រោះថាយើងធ្វើការមួយអញ្ចឹង
យើងឲ្យអ្នកដែលគេធំជាងយើងឬក៏ថាអ្នកដែលគេសម្ភាសយើងនឹងឲ្យគេជាអ្នកកំណត់វិញគេមើលទៅលើសមត្ថភាពរបស់យើងថាសមត្ថភាពរបស់យើងនឹងគួរតែបានប្រាក់ខែឬមួយក៏ប្រាក់ចំណូលអីប្រហែលចឹងទៅយើងមិនមែនថាយើងអាចទៅកំណត់ប្រាក់ខែគោលហ្មងថាចង់បានប៉ុណ្នេះចង់បានប៉ុណ្នោះអីទេសំខាន់សមត្ថភាពយើងឯងបើសមត្ថភាពយើងនៅខ្សោយអាហ្នឹងប្រាក់ខែរបស់យើងក៏បានទាបដែរតែបើសមត្ថភាពយើងល្អធ្វើការល្អចឹងទៅប្រាក់ខែយើងក៏បានខ្ពស់អីទៅតាមហ្នឹងដែរចឹងចុះសម្រាប់បងវិញបងកំណត់វាមិនដែរសម្រាប់ខ្ញុំគិតថាខ្ញុំមិនចាំបាច់កំណត់អីច្រើនពេកទេអាហ្នឹងវាអាស្រ័យលើសមត្ថភាពខ្ញុំដែរអញ្ចឹងខ្ញុំក៏មិនចាំបាច់រំពឹងខ្ពស់ថាតម្លៃការងារខ្ញុំប្រហែលដែរសំខាន់វាជាក់ស្ដែងទៅតាមសមត្ថភាពរបស់ខ្លួនឯងខ្ញុំមានហើយនឹងតាមរយៈដែលអ្នកដែលគាត់ឲ្យការងារធ្វើដូចគ្នាអញ្ចឹងយើងត្រូវសិក្សាពីគ្នាហើយយល់ដឹងគ្នាកាន់ច្រើនទៅតម្លៃការងារចាំយើងពិភាក្សាគ្នាពេលក្រោយសំខាន់បំផុតនោះគឺសមត្ថភាពខ្លួនឯងសិនហ្នឹងហើយបើចង់បានខ្ពស់តសមត្ថភាពយើងខ្ពស់ដែរហ្នឹងហើយបងគេអញ្ចឹងនៅមានសំណួរមួយទៀតខ្ញុំចង់សួរគាត់ថាតើជំនាញអ្វីដែលបងគិតថាអាចរកចំណូលបានល្អជាងគេសម្រាប់ខ្ញុំគិតថាជំនាញណាក៏អាចរកប្រាក់ចំណូលបានច្រើនដែរអាហ្នឹងវាអាស្រ័យទៅលើសមត្ថភាពយើងកត្តាធំហ្មងទេបើដូចថាយើងមិនអាចទៅកំណត់ថាដូចថាជំនាញនេះបានប្រាក់ខែច្រើនជំនាញនោះបានប្រាក់ខែតិចអីអាហ្នឹងវាមិនមែនទេដូចថាយើងធ្វើការងារហ្នឹងវាប្រាក់ខែតិចមែនតែបើសិនជាសមត្ថភាពយើងល្អអាហ្នឹងក៏គេឡើងប្រាក់ខែឲ្យយើងទៅតាមហ្នឹងដែរតែបើយើងអត់មានសមត្ថភាពទេនឹងប្រាក់ខែយើងគឺនៅតែទាបនៅតែថេរប៉ុណ្ណឹងឯងអញ្ចឹងវាយើងអាចនិយាយបានថាជំនាញតែក៏ដោយក៏សុទ្ធតែមានប្រាក់ចំណូលមានប្រាក់ខែល្អដូចតែគ្នាទេអញ្ចឹងយើងកុំបាច់គិតថាការងារនេះការងារនោះយើងធ្វើអត់ការទេចឹងកុំគិតចឹងអញ្ចឹងចុះសម្រាប់បងគិតមិនដែរអញ្ចឹងសម្រាប់ការគិតរបស់ខ្ញុំគិតថាជំនាញអីក៏អាចរកប្រាក់ចំណូលបានច្រើនដែរវាអាស្រ័យទៅលើយើងអ្នកបុគ្គលម្នាក់ថាគាត់មាន talent អីគេក្នុងការធ្វើការងារហ្នឹងបើសិនជាគាត់ចេះច្រើនគាត់អាចធ្វើការងារបានច្រើនប្រាក់ចំណូលគាត់ក៏ល្អទៅតាមហ្នឹងដែរវាមិនអាស្រ័យថាការងារហ្នឹងត្រូវតែបានប្រាក់ខែច្រើនតែបើសិនគាត់អត់ចេះផងតើគាត់អាចបានប្រាក់ខែច្រើនមកពីណាអញ្ចឹងសរុបមកវិញការងារប្រាក់ចំណូលជំនាញដែលល្អហើយនឹងរកប្រាក់ចំណូលបានច្រើនគឺវាអាស្រ័យទៅលើសមត្ថភាពនោះម្នាក់ថាមាន talent មានភាព unique របស់ខ្លួនឯងអីគេខ្លះបើសិនជាយើងមានទាំងអស់ហ្នឹងល្អប្រាក់ចំណូលយើងក៏វាកើនទៅតាមហ្នឹងដែរហ្នឹងហើយអញ្ចឹងសម្រាប់ podcast យើងហ្នឹងគឺមានតែប៉ុណ្្នឹងទេហើយអរគុណអ្នកគ្នាសម្រាប់ការទស្សនាហើយយើងនឹងជួបគ្នានៅ podcast តទៀតអរគុណ